រឿងរ៉ាវគឺកំពុងតែក្តៅគគុកខ្លាំងមែនទែនបងប្អូនទាំងគ្នាមុននេះបន្តិចទាហានថៃបានប្រើប្រាស់នៅអាវុធបាទគឺប្រុងពាត់យកដីនៅផ្ទះរបស់ប្រជាពលរដ្ឋយើងនៅឃុំអូប៊ីជាន់ដោយការចូលមកសារនេះគឺខ្លាំងមែនទែនបាទគឺបានប្រើប្រាស់នៅទាហានឈុតខ្មៅរបស់គេហើយប្រដាប់សុទ្ធតែដោយកំភ្លើងតែអ្វីដែលសំខាន់ត្រូវបានប្រជាជនរបស់យើងបាទប្រជាពលរដ្ឋរបស់យើងហ្នឹងគឺរួមដៃគ្នាល្អមែនទែននៅរសៀលថ្ងៃទី16ខែកញ្ញាឆ្នាំ2025នេះកងទ័ពរបស់ថៃដែលប្រដាប់ដោយអាវុធបានបំពេញចូលមកកាន់ទឹកដីកម្ពុជាដោយប្រុងពាត់យកដីរបស់ប្រជាពលរដ្ឋខ្មែរយើងហេតុការណ៍នេះបានកើតឡើងនៅភូមិព្រៃច័ន្ទឃុំអូប៊ីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដោយទាហានរបស់ថៃបានចូលមកពង្រាយលួសបន្លាតែត្រូវបានប្រជាពលរដ្ឋឈរយ៉ាងរឹងប៉ឹងដោយមានការការពារពីកងកម្លាំងប្រដាប់អាវុធកម្ពុជាយើងនៅពីខាងក្រោយផងដែរតាមរយៈវីដេអូឬក៏ការបង្ហោះនៅលើបណ្ដាញសង្គមណាបងប្អូនទាំងនេះគេបានឃើញថាប្រជាពលរដ្ឋបានប្រើប្រាស់នៅពីសម្ដីធ្ងន់ធ្ងរនិងប្រើដំបងរុញច្រានទាហានដែលពួកសៀមវិជ្ជលៀនពៀនចេញពីទឹកដីកម្ពុជារបស់យើងគឺម្នាក់នឹងអង្អាចក្លាហានមែនតើហើយវីដេអូមួយគឺបានឃើញបងប្រុសម្នាក់ដែលពីការជើងគាត់សុកចិត្តដកបាទជើងពីការតែដែលជាសបនិមិត្តហ្នឹងគឺដកចាំໄວអីហ្មងនេះហើយគឺជាទឹកចិត្តបងប្អូនខ្មែរយើងឥឡូវនេះកងកម្លាំងនិងប្រជាជនរបស់កម្ពុជាបានវាយកំទេចនិងរុះរើបន្លាលួសទាំងនោះចេញហើយដោយថែមទាំងបានបណ្ដេញទៅកងទ័ពរបស់សៀមចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជាថែមទៀតផងក៏ប៉ុន្តែគួរបញ្ជាក់ថាចាប់តាំងពីមានបទចុះបាញ់ចូលជាធរមានមកទាហានថៃតែងតែបំពេញដែលបានរុញចូលមកកាន់ទឹកដីកម្ពុជាយើងជាបន្តបន្ទាប់និងបានធ្វើការរីបន្លាលួសពាត់យកផ្ទះប្រជាពលរដ្ឋរបស់យើងជាបន្តអត់ឈប់ទេបាទអត់មានឈប់ទេអាពួកចៅគេបាញ់នេះឃើញថាពីមួយខែទៅមួយខែពីមួយថ្ងៃទៅមួយថ្ងៃនឹងពួកវានៅតែបន្តប្រើប្រាស់បាទកងកម្លាំងរុញច្រានចូលមកកាន់ទឹកដីកម្ពុជារបស់យើងទាំងក៏គ្លឿនតែម្ដងបាទគិតថាខ្មែរមិនមាត់មែនថាខ្មែរមិនមាត់ទេតែគេទុកផុសតាងហ្នឹងហើយទុកឲ្យពិភពលោកបានឃើញអំពីភាពខុសខើរបស់ថៃហ្នឹងឯង